ការពីសម័យមុនណាគ្រាន់តែមេឃភ្លៀងមេប្រាវចឹងចេញទៅតាមវាលស្រែក្តាមខ្យងចេញមកប្រងព្រាតមិនខ្វះទេបងប្អូនតែបច្ចុប្បន្ននេះមេឃភ្លៀងមកប្រាវចេញទៅតាមវាលស្រែតាំងតែរកក្តាមរកខ្យងមួយគ្មានបងប្អូនហើយថ្ងៃនេះមេឃភ្លៀងแบบមេធំដែរខ្ញុំនិងក្មួយខ្ញុំក៏នាំគ្នាចេញមកតាមវាលស្រែដើម្បីរកចាប់ក្តាមចាប់ខ្យងស្វែងរកមើលតើវាមានដូចជំនាន់មុនទៀតអត់អូមិនចានអ៊ំនេះបាទតិចមើលសុំមើលអ៊ំតិចតាមចេះតិចណោះមើលនេះអូចិត្តតិចបងមកចិត្តតិចចិត្តណាទៀតបងប្អូនណាតិចណាមើលឡើងមកស្បោងត្រូវអត់ណាអ៊ំនេះស្រែហើយចាញ់ចាយមិនហ្នឹងអ៊ំចាញ់ចាយអត់ទេសូមមានមកនោះអត់សូមមានទេភ្លៀងស្ទើរក៏អ៊ំឥឡូវនេះគឺយើងបានមកដល់វាលស្រែបងប្អូនឃើញថាភ្លៀងហើយដីសើមក្អាត់យំកង្កែបយំឡើងទៅហឹងពេញស្រែហើយមេឃក៏ចង់លិចដែរហើយថ្ងៃចង់លិចហើយប៉ុន្តែខ្ញុំពីអ្នកក្មួយខ្ញុំក៏ឆ្លៀតមកតាមរមើលក្តាមខ្យងដើម្បីចែករំលែកបងប្អូនអរគ្នាទេរំលឹកអនុស្សាវរីយ៍មកយើងគិតថាបច្ចុប្បន្ននេះក្តាមខ្យងសឹងតែគ្មានអ្នកចង់ហូបផងប៉ុន្តែរបស់ស្រែរបស់ធម្មជាតិយើងចេះតែចង់រយយើងចង់ឃើញបងប្អូនដើម្បីចែកចាយបងប្អូនបានទស្សនាផងដែរទេឃើញថាក្តាមខ្យងវាមិនអត់ទេបងប្អូនគាត់ថាវាតិចតួចដោយសារតែបច្ចុប្បន្ននេះយើងមានប្រើជីប្រើថ្នាំទាំងទៅអាក្តាមខ្យងហ្នឹងក៏វាពាយក៏វាដាច់ពុយទៅតាមហ្នឹងដែរបងប្អូនជំនាន់មុនគឺឲ្យយើងភ្ជួរស្រែណាបងប្អូនគាត់ថាភ្ជួរអង្គលគោយកពីក្តាមហ្នឹងខ្យងមិនយុទ្ធនាអត់ទេព្រោះថាក្តាមនេះគឺវាពេញជើងមកហើយខ្យងវិញបើសន្ទុះអញ្ចឹងពេលដែលយើងភ្ជួរទៅអាចចំណាវាបបមកអញ្ចឹងមកសន្ទុះចាប់ដើរខ្យងវាដើរមកមួយក្តាមខ្យងគឺសម្បូរហើយត្រីទង់ក៏មានដែរបងប្អូនជំនាន់ហ្នឹងសម្បូរណាស់តែបច្ចុប្បន្ននេះយើងគឺថាអស់ហើយបងប្អូនអើយសឹងតែដាច់ពុយហើយក្តាមមួយឆ្នាំមិនដឹងថាដាក់ថ្នាំប្រហែលអ្នកទេខ្យងអីក៏គ្នាពលដែរឥឡូវនេះស្បីតែខ្យងខ្មែរយើងអាខ្យងពងសហ្នឹងក៏អត់មានដែរបងប្អូនមានតែខ្យងក្រហមទេអាខ្យងក្រហមហ្នឹងខ្យងមកពីខាងចោបងប្អូនអាខ្យងក្រហមស៊ីស្រូវស៊ីតំណាំយើងហ្នឹងគឺអាមកពីខាងចោអាខ្យងហ្នឹងវាពីចេះមកដល់យើងដែរទៅសើខ្យងហ្នឹងហ្មងឥឡូវតើបងប្អូនយើងទៅមើលសកម្មភាពមួយខ្ញុំគាត់ដើររកខ្យងបដាពងតែអូខ្លាចថាក៏ល្អបងប្អូនអើយប៉ុន្តែតែស្អែកវាជួព្រោះហើយឥឡូវគឺថាយើងបានក្តាមបានប៉ុណ្ណេះបងប្អូនក្តាមវាមិនអត់ទេមានតូចមានធំតែក្តាមមើលទៅដូចជាមិនសូវរស់រវើកដូចជំនាន់មុនទេដូចយើងស្ញោស្ទួកមិនទេបងប្អូននេះអាខ្យងមកគូបងប្អូននេះខ្យងមកនេះស្អុយបងប្អូនអើយនេះពេលខ្លះក្តាមខ្យងវានៅគៀនគ្នាដែរបើខ្យងជំនាន់មុនយើងដើរពេលភ្លៀងចេះវាអោបគ្នាអាទឹកខ្លាយើងមើលឃើញខ្នងវាអោបគ្នាវាខំគ្នាវាបឺតមាត់គ្នាយើងចំណាំថាខ្យងបឺតមាត់គ្នារើសមកគូសុបាយមែនទេជំនាន់នោះខ្ញុំមានអារម្មណ៍ថាពេលខ្លះពេលយើងនៅទូចង់ធំដល់តែពេលយើងធំបែរជាចង់តូចវិញបងប្អូនមិនដឹងថាម៉េចមនុស្សគ្រប់គ្នាតែគិតអញ្ចឹងអាពេលធំតែចង់តូចទៅវិញតែចូលចិត្តរំលឹកអនុស្សាវរីយ៍តែចូលចិត្តរំលឹករឿងរ៉ាវចាស់ដើម្បីឲ្យគេមើលមកថាអូកាលនោះយើងសប្បាយយើងគ្មានទុក្ខគ្មានព្រួយមានតែរឿងរីករាយឲ្យតែជុំគ្នាគឺដឹងតែបន្លែងគ្នាលេងសប្បាយអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេដើម្បីបង្ហាញបងប្អូនឃើញពីអ្វីដែលយើងធ្លាប់បានឆ្លងកាត់ណា